នាងខ្ញុំយុរ៉ាត់ជាអ្នកសម្របសម្រួលកម្មវិធី Zoom រាត្រីថ្ងៃច័ន្ទរបស់ក្រុមហ៊ុន Voltan កម្ពុជានារាត្រីនេះចា៎ដូច្នេះនាងខ្ញុំមិនបង្អង់យូរសូមអនុញ្ញាតនិងសូមគោរពអញ្ជើញលោកស្លៃម៉ាន់ម៉ាហាម៉ាត់នាយកក្រុមហ៊ុន Voltan កម្ពុជាវៀតណាមឡើយមានវត្តមាននៅក្នុងកម្មវិធីបទបង្ហាញនាងខ្ញុំសូមគោរពអញ្ជើញលោកនាយកចា៎បាទគ្រប់ជំរាបសួរទាំងអស់គ្នាអរគុណ MC សម្រាប់ការសម្របសម្រួលនារាត្រីនេះជំរាបសួរសាជាថ្មីមកទៀតអ្នកដឹកនាំភ្នាក់ងារ Voltan កម្ពុជាទាំងអស់ជាទីរាប់អានសូមស្វាគមន៍មកកាន់កម្មវិធី VVIP Talk នារាត្រីនេះក្រមប្រធានបទ New Transformation 2026មានន័យថាការផ្លាស់ប្ដូរថ្មីនៅឆ្នាំ2026ហើយវត្តមានអ្នកចូលរួមនារាត្រីនេះជិតបាន100នាក់ជិត100នាក់99បាទអូខេអញ្ចឹងយើងបើកទំព័រឆ្នាំថ្មី2026ជាមួយនឹងការតាំងចិត្តថ្មីជាមួយនឹងស្មារតីថ្មីជាមួយនឹងគោលដៅថ្មីនិងផែនការថ្មីនិងសកម្មភាពថ្មីសង្ឃឹមថាឆ្នាំ2026ជាឆ្នាំដែលអ្នកដឹកនាំនិងភ្នាក់ងារ Voltan ទាំងអស់ធ្វើបានកាន់តែល្អប្រសើរជាងឆ្នាំចាស់2025មែនតើទៅយើងបានរៀបចំនៅផែនការមួយចំនួនយើងបានត្រៀមខ្លួនសម្រាប់ធ្វើការផ្លាស់ប្ដូរឬក៏ជំរុញការផ្លាស់ប្ដូរកាន់តែប្រសើរឡើងនៅឆ្នាំ2026នេះអញ្ចឹងសង្ឃឹមថាអ្នកដឹកនាំទាំងអស់នឹងមានការបដិញ្ញាចិត្តសម្រាប់យើងសម្រេចបាននៅសមិទ្ធផលនិងលទ្ធផលកាន់តែធំធេងនៅក្នុងឆ្នាំ2026ចឹងយប់នេះយើងនឹងពិភាក្សាឬក៏យើងនឹងចែករំលែកអំពី Transformation 2026តកតងជាមួយនឹង 4R Reflect Reconnect Reset ហើយនិង Restart អូខេដូចយើងបានជ្រាបមកឲ្យថា Voltan International របស់យើងបានបង្កើតឡើងនៅឆ្នាំ2028ហើយដំណើរការលក់ជាផ្លូវការនៅបណ្ដាញប្រព័ន្ធផ្ទៃខ្មែររបស់យើងហើយយើងចាប់ផ្ដើមនៅប្រទេសម៉ាឡេស៊ីក្រុមហ៊ុន Voltan អន្តរជាតិបានមកបើកសាខាដំបូងគេរបស់ខ្លួននៅកម្ពុជាគឺនៅរាជធានីភ្នំពេញគឺ Voltan International Cambodia រហូតមកដល់ពេលនេះគឺក្រុមហ៊ុនបានបើកសាខាអន្តរជាតិរួមទាំងម៉ាឡេស៊ីគឺគ្រប់10ប្រទេសបាទគ្រប់10ប្រទេសដែលមានប្រទេសចុងក្រោយនោះគឺប្រទេសហ្វីលីពីននេះជាមោទនភាពសម្រាប់មហាគ្រួសារ Voltan ទាំងអស់គ្នាដែលក្រុមហ៊ុន Voltan អន្តរជាតិរបស់យើងបានសម្រេចនៅគោលដៅ10ប្រទេសក្នុងរយៈពេល6ឬក៏7ឆ្នាំនេះអញ្ចឹងនេះគឺជាសមិទ្ធផលដែលយើងបានខិតខំរួមគ្នាដើម្បីធ្វើឲ្យយ៉ាងណា Voltan រីកចម្រើននិងរីកចុះផ្សាយនៅក្នុង10ប្រទេសនៅអាស៊ានហើយនឹងបូកនឹងឥណ្ឌាផងដែរអញ្ចឹងនេះគឺជាសបញ្ជាក់ថា Voltan អន្តរជាតិមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់យើងសម្រេចបើកសាខាទាំង10ប្រទេសជាសាខាផ្លូវការជាសាខាអន្តរជាតិដែលមានការិយាល័យកណ្ដាលនិងការិយាល័យសាខាហើយនឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវមាន license និងមានការចុះបញ្ជីផលិតផលត្រឹមត្រូវនៅក្នុងបណ្ដាប្រទេសទាំង10អញ្ចឹងមកដល់ពេលនេះគឺយើងមាន10ប្រទេស10ទីស្នាក់ការកណ្ដាលអន្តរជាតិ12ការិយាល័យសាខាអន្តរជាតិ3រោងចក្រ3ឃ្លាំងផ្ទុកផលិតផល200បុគ្គលិកនិង30,000នាក់ភ្នាក់ងារទូទាំង10ប្រទេសហើយយើងដឹងហើយផលិតផលយើងក្រុមហ៊ុន Voltan អន្តរជាតិអាចឈានមកដល់កម្រិតនេះគឺដោយសារតែវត្តមានផលិតផលចំណីខ្ញីខ្មៅដ៏អស្ចារ្យរបស់យើងរួមទាំង platform នេះគឺជា highlight សម្រាប់ឆ្នាំ2025ខ្ញុំចង់លើកអំពីកម្ពុជាបន្តិចគឺឆ្នាំ2025គឺ Voltan អន្តរជាតិកម្ពុជាបើទោះជាយើងប្រឈមនឹងបញ្ហាខ្លះៗក៏ប៉ុន្តែនៅឆ្នាំ2025 Voltan អន្តរជាតិកម្ពុជាធ្វើបានល្អជាង
ជាងពីមុនមានន័យថាល្អជាង5ឆ្នាំកន្លងអូខេ2026គឺឆ្នាំ2025គឺជាឆ្នាំទី6មួយឆ្នាំមានន័យថាល្អជាងឆ្នាំ2024អឺ23 22 21 20ឆ្នាំ2020និងឆ្នាំយើងចាប់ផ្ដើមគឺឆ្នាំ2019ចឹងកម្ពុជាធ្វើបានល្អឆ្នាំនេះយើងពិតជាមានអំណរនិងសប្បាយរីករាយនឹងសាទរសម្រាប់សមិទ្ធផលដែលយើងទទួលបានដែលបង្ហាញនៅកំណើននៃការលក់របស់យើងប្រហែល20%បើប្រៀបទៅនឹងឆ្នាំ2024ចឹងយើងសង្ឃឹមថានៅឆ្នាំ2026នេះយើងនឹងធ្វើបានកាន់តែល្អជាមួយនឹងអ្វីដែលយើងបានរៀបចំទុកដែលឡែកនៅក្នុងឆ្នាំ2025ផងដែរវត្តនកម្ពុជាបានសម្រេចនៅផ្លែផ្កាធំមួយចំនួនទីមួយនោះគឺយើងបានរៀបចំកម្មវិធីខួបអូខេកម្មវិធីខួបលើកទី6របស់យើងបានយ៉ាងអធិកអធមហើយនឹងយ៉ាងរលូននៅរាជធានីភ្នំពេញនៅ The Premier Land ហើយក្រៅពីនោះយើងបានរៀបចំនៅកម្មវិធី Grand តាមខ្ញុំចាំពីរដងក្នុងឆ្នាំ2025នេះគឺយើងធ្វើបានល្អតាមការគ្រោងទុកហើយក្រៅពីនោះយើងបានធ្វើ boot camp ដំបូងលើកដំបូងនៅកម្ពុជានៅភ្នំគិរីរម្យថ្មីនេះដែលជាវគ្គបណ្ដុះបណ្ដាលពិសេសដល់ថ្នាក់ដឹកនាំរបស់យើងហើយក្រៅពីនោះគឺយើងក្នុងឆ្នាំនេះយើងឃើញថាយើងមានdiamond ថ្មីចំនួន4នាក់អូខេ diamond ថ្មីចំនួន4នាក់សរុបទាំងអស់11នាក់ទាំងចាស់ទាំងពីមុនទាំងមុនឆ្នាំ2025ហើយយើងទទួលបានPlatinum សម្រាប់ឆ្នាំ2025នេះយើងទទួល Platinum ចំនួនPlatinum យើងទទួលយើងមិនបានច្រើនទេតែPlatinum ទាំងថ្មីទាំងក្នុងសុពលភាពគឺយើងទទួលបាន26នាក់សម្រាប់ឆ្នាំ2025ដោយឡែកGold យើងទទួលបាន Gold 2025គឺ136នាក់ហើយនឹង Silver សម្រាប់ឆ្នាំ2025គឺយើងទទួលបាន215នាក់ហើយសម្រាប់ trip នៅក្នុងឆ្នាំ2025នេះគឺយើងបានរៀបចំ trip ទៅចូលរួម visa ដែលក្នុងនោះមានការចូលរួមពីសហគ្រិន Gold និង Platinum គិតជារួមប្រមាណជា120នាក់អាចលើសនឹងតិចតួច120នាក់អញ្ចឹងនេះគឺជាសមិទ្ធផលខ្លះដែលយើងសម្រេចបាននៅក្នុងឆ្នាំ2025ហើយខ្ញុំជឿជាក់ថាសម្រាប់ថ្នាក់ដឹកនាំ Top 10 Top 20 Top 30ខ្ញុំជឿថាពួកគាត់នឹងទទួលបានប្រាក់ចំណូលលើសពីឆ្នាំ2024ផងដែរហើយនៅឆ្នាំ2026នេះឆ្នាំដែលយើងទើបតែបើកទំព័រថ្មីនេះខ្ញុំសង្ឃឹមនឹងជឿជាក់ថាថ្នាក់ដឹកនាំនឹងបន្តធ្វើការកាន់តែខ្លាំងបាទបន្តធ្វើការកាន់តែសកម្មធ្វើឲ្យអស់ពីលទ្ធភាពធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណាឲ្យវត្តកម្ពុជារបស់យើងនឹងមានកំណើនកាន់តែខ្ពស់នៅឆ្នាំ2026ហើយដើម្បីយើងបន្តរក្សាតំណែងចំណាត់ថ្នាក់ Top 2ទូទាំងអាស៊ានបន្ទាប់ពីប្រទេសម៉ាឡេស៊ីដូចយើងដឹងហើយឥឡូវនេះដែលនៅបកិបកើជាមួយយើងគឺមានឥណ្ឌូនេស៊ីហើយនិងឥណ្ឌាមានបានបោះជំហានទៅមុខយ៉ាងលឿនក្នុងរយៈពេល3ខែ4ខែចុងក្រោយនេះ
ជាពិសេសនៅក្នុងខែទី12នេះតែម្ដងគឺឥណ្ឌាបានជំរុញឬក៏មានកំណើនការលក់ខ្លាំងរហូតដល់ឥណ្ឌាว่าកម្ពុជារបស់យើងឈានទៅជាប់ចំណាត់ថ្នាក់លេខ2កម្ពុជាធ្លាក់មកចំណាត់ថ្នាក់លេខ3តាមពីក្រោយដោយឥណ្ឌូនេស៊ីហើយអបអរសាទរដល់ឡាវដែលនៅខែ12នេះក៏ធ្វើបានល្អខ្លាំងគាត់ឡើងចំណាត់ថ្នាក់លេខ5ផងដែរហើយនៅដើមឆ្នាំ2026នេះគឺខែ1ពីថ្ងៃ1ដល់ថ្ងៃ5នេះយើងឃើញថាអឺការលក់ម៉ាឡេស៊ីនាំមុខហើយនៅពីក្រោយតាមពីក្រោយដោយកម្ពុជាអូខេកម្ពុជានៅតែធ្វើបានល្អនៅតាមពីក្រោយនៃកម្ពុជាបន្តមកទៀតឥណ្ឌាហើយបន្តមកទៀតឡាវបាទឡាវធ្វើបានល្អនៅដើមឆ្នាំហ្នឹងគឺគាត់ធ្វើបានល្អខ្លាំងហើយបន្តមកទៀតបានឥណ្ឌូនេស៊ីអញ្ចឹងខ្ញុំគិតថានេះក៏បង្ហាញពីរលកថ្មីសម្រាប់កម្ពុជាឡាវហើយឥណ្ឌាខ្លាំងបាទខ្ញុំគិតថាឥណ្ឌាមិនបទូដៃទេដើម្បីគាត់នឹងយកចំណាត់ថ្នាក់លេខ1ឬក៏យើងអាចនិយាយថាចំណាត់ថ្នាក់លេខ2បន្ទាប់ពីម៉ាឡេស៊ីសម្រាប់ក្រុមហ៊ុនហើយleader របស់គាត់នឹងប្រជែងជាមួយ leader កម្ពុជាហើយនឹងម៉ាឡេស៊ីសម្រាប់តំណែងលេខ1 top City International សម្រាប់ខែ12នេះតាមព័ត៌មានក្រៅផ្លូវការឥណ្ឌាvàកម្ពុជារបស់យើងគឺគ្រងតំណែង top 1 International សម្រាប់ខែ12vàកម្ពុជារបស់យើងលោកគ្រូស៊ីមសុខចម្រើនអញ្ចឹងនេះគឺជាសញ្ញាមួយល្អសម្រាប់វល់ធនអន្តរជាតិដែលមានដែលប្រទេសផ្សេងទៀតកំពុងតែមានកំណើនការលក់ខ្លាំងជាពិសេសឥណ្ឌាតែម្ដងដែលកំពុងតែបកបកាជាមួយកម្ពុជាហើយខ្ញុំសង្ឃឹមថាកម្ពុជាក៏នៅមិនស្ងៀមដែរយើងនឹងពុតដៃគ្នាធ្វើយ៉ាងណាឲ្យសកម្មភាពរបស់យើងកាន់តែផុសផុលការលក់របស់យើងកាន់តែមានកំណើនខ្ពស់ហើយឡាវក៏ដូចគ្នាដែរហើយវៀតណាមក៏ធ្វើបានល្អគួរសមដែរអូខេហើយចូលទៅbusiness របស់យើងយប់នេះខ្ញុំសូមលើកសម្រង់សម្ដីរបស់ Eric Worre ដែលគាត់បានលើកបញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់គាត់លើកឡើងថាទីផ្សារបណ្ដាញគឺជាវិជ្ជាជីវៈដែលផ្ដល់រង្វាន់ជំនាញភាពស្ថិតស្ថេរនិងជួយអ្នកដទៃឲ្យទទួលបានជោគជ័យអញ្ចឹងយើងស្ដាប់បាននៅកន្លែងនេះថាទីផ្សារបណ្ដាញមិនមែនជាមុខរបរសាមញ្ញទេតែវាជាវិជ្ជាជីវៈមួយអូខេវិជ្ជាជីវៈមួយដែលអាចផ្ដល់ជំនាញផ្ដល់ស្ថិរភាពនិងអាចជួយអ្នកដទៃបានអូខេអាចជួយអ្នកដទៃដើម្បីសម្រេចក្តីសម័យបានហើយគាត់បានបន្តទៀតថាទីផ្សារបណ្ដាញគឺជាយានអូខេគឺជាយានដ៏ល្អបំផុតសម្រាប់មនុស្សកម្រិតមធ្យមដែលយើងលើកដែលតាតុអ៊ីស្ម៉ាអែលគាត់លើកនៅក្នុងបេសកកម្មរបស់គាត់ហ្នឹងគាត់ថាជួយមនុស្សធម្មតាហ្នឹងគឺមានន័យថាមនុស្សកម្រិតមធ្យមហ្នឹងឯងមនុស្សទូទៅហ្នឹងឯងគេជាយានដ៏ល្អបំផុតសម្រាប់មនុស្សកម្រិតមធ្យមដើម្បីសម្រេចបាននៅរបៀបរស់នៅដែលលើសពីកម្រិតមធ្យមមានន័យថាទីផ្សារបណ្ដាញបើកឱកាសបើកផ្លូវឲ្យមនុស្សធម្មតាមនុស្សទូទៅធម្មតាអូខេដែលមិនមានឱកាសដើម្បីកសាងភាពជោគជ័យធំធេងដើម្បីកសាងទ្រព្យសម្បត្តិស្ដុកស្ដប់គឺនៅទីផ្សារបណ្ដាញគឺបើកឱកាសឲ្យពួកគាត់ដើម្បីសម្រេចបាននៅរបៀបរស់នៅមួយដែលលើសពីកម្រិតមធ្យមពេលនេះថាគាត់អាច enjoy life គាត់មានសេរីភាពពេលវេលាគាត់មានសេរីភាពហិរញ្ញវត្ថុគាត់មានឱកាសដើរកម្សាន្តគាត់មានឱកាសក្លាយជាបុគ្គលដែលនៅក្នុងកម្រិតគេហៅថា high class អូខេលើសពីកម្រិតធម្មតាទូទៅកម្រិតធម្មតាយើងដឹងហើយនៅកម្ពុជាយើងប្រាក់ខែវិញ300 400 500អីណាគឺភាគច្រើនគឺប៉ុណ្ណឹងគឺរង្វង់នឹងហើយធម្មតាយើងប្រាក់ចំណូលប៉ុណ្ណឹងគឺមានន័យថា
ដាច់ខែ ដាច់ខែភាសាសម្បត្តិយើងដាច់ខែដាច់ខ្យល់អញ្ចឹងយើងពិបាកក្នុងការមានទ្រព្យសម្បត្តិពិបាកក្នុងការដែលយើងអាចរីករាយក្នុងជីវិតបានអញ្ចឹងមានតែទីផ្សារបណ្ដាញទេដែលផ្ដល់ឱកាសដល់មនុស្សសាមញ្ញមនុស្សធម្មតាដើម្បីសម្រេចបាននៅ lifestyle ដែល high class និយាយចឹងទៅហើយ lifestyle ដែល high class មានន័យថា lifestyle បែបជាអភិជនបែបជាអ្នកមានអនុញ្ញាតឲ្យគាត់មានលទ្ធភាពមានទ្រព្យសម្បត្តិមានផ្ទះសម្បែងគេហដ្ឋានមានឡានទំនើបមានទ្រព្យសម្បត្តិដីធ្លីហើយមានឱកាសដំណើរកម្សាន្តជុំវិញពិភពលោកនេះគឺជាការពិតមិនមែនលោកអេរិកបូរ៉េគ្រាន់តែលើកឡើងទេតែនេះគឺជាទស្សនវិជ្ជាជាតថភាពជាការពិតដែលឧស្សាហកម្មទីផ្សារសម្ដែងបានផលិតបុគ្គលជោគជ័យជុំវិញពិភពលោកជាពិសេស World Ten របស់យើងផ្ទាល់ក្នុងរយៈពេល6ឆ្នាំចូលឆ្នាំទី7នេះគឺយើងបានផលិតបុគ្គល millionaire ជាច្រើនអ្នកហើយយើងបានជួយបុគ្គលធម្មតាឲ្យមានទ្រព្យសម្បត្តិឲ្យមានឡានទំនើបឲ្យមានផ្ទះឲ្យមានប្រាក់ចំណូលមានស្ថិរភាពមានប្រាក់ចំណូលខ្ពស់មានដំណើរកម្សាន្តជុំវិញពិភពលោកគឺយើងបង្កើតបានមែននេះគឺជាសក្ខីភាពជាស័ក្តិសិទ្ធិពិតប្រាកដដែលក្រុមហ៊ុន Walton បានសម្រេចនៅរយៈពេល6ឆ្នាំចូលឆ្នាំទី7នេះចឹងកន្លែងនេះយើងត្រូវតែក្នុងនាមយើងជាអ្នកទីផ្សារបណ្ដាញ net commerce គេយើងជា net commerce យើងត្រូវតែមានជំនឿជឿជាក់ 100% ទៅលើអាជីវកម្មឬក៏ធុរកិច្ចទីផ្សារបណ្ដាញ net commerce របស់យើងមិនអាចជឿ 50% មិនជឿ 50% យើងស្ទាក់ស្ទើរយើងងាករេគឺមិនអាចទេគឺយើងត្រូវតែដាំជំនឿយើងត្រូវតែបណ្ដុះជំនឿរបស់យើងឲ្យបានរឹងមាំថា net commerce របស់យើងពិតជាអាចផ្ដល់ឱកាសឲ្យគ្រប់គ្នាផ្លាស់ប្ដូរជីវិតនិងមានលទ្ធភាពទទួលបានទ្រព្យសម្បត្តិទទួលបានគេហដ្ឋានទទួលបានយានយន្តរថយន្តទំនើបទទួលបានដំណើរកម្សាន្តនិងមានពេលវេលាគ្រប់គ្រាន់ដើម្បីខ្លួនឯងនិងក្រុមគ្រួសារអូខេហើយក្នុងបរិបទបច្ចុប្បន្នយើងដឹងហើយស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះមិនថាក្នុងតំបន់ឬពិភពលោកទេរួមទាំងកម្ពុជារបស់យើងនៅតែមានបញ្ហាជាច្រើនអូខេយើងមានបញ្ហាច្រើនបញ្ហាដែលធំបំផុតនោះគឺបញ្ហាទាក់ទងនឹងជំងឺបំណុលហើយនឹងបញ្ហាប្រាក់ចំណូលមិនថិតថេរប្រាក់ចំណូលមិនមានស្ថិរភាពប្រាក់ចំណូលទាបនេះឯងអូខេហើយនៅទីនេះយើងដឹងហើយយើងមនុស្សជាច្រើនជុំវិញពិភពលោកគឺមានបញ្ហាគេហៅថាជំងឺផ្លូវចិត្តតាក់ទងជាមួយនឹងវិបត្តិហិរញ្ញវត្ថុនេះអូខេវិបត្តិហិរញ្ញវត្ថុអូខេយើងបាត់បង់ប្រាក់ចំណូលមួយខែយើងមានប្រាក់ចំណូលហើយយើងត្រូវការចំណាយហើយយើងអត់មានលុយត្រៀមលុយបំរុងយើងត្រូវទៅខ្ចីអ្នកដទៃទៅខ្ចីមិត្តភ័ក្តិទៅខ្ចីកម្ចីក្រៅផ្លូវការលក្ខណៈនោះគឺយើងដឹងហ្នឹងនោះគឺសុទ្ធតែជាបញ្ហាហើយបញ្ហានេះគឺតាក់ទងជាមួយនឹងជំងឺខ្លាចក្រជំងឺដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុនេះគេហៅថា Chromatophobic គឺជំងឺភ័យខ្លាចភាពក្រីក្រគេជំងឺភ័យខ្លាចភាពអត់លុយគឺភាពក្រីក្រហ្នឹងឯងភាពខ្សត់ហ្នឹងឯងភាពអត់លុយហ្នឹងឯងឥឡូវពិភពលោកផ្លាស់ប្ដូរមិនដូចពីមុនទេយើងអត់មានលុយតែមួយខែពីរខែគឺយើងជួបវិបត្តិធំតែម្ដងអញ្ចឹងមនុស្សបច្ចុប្បន្ននេះគឺយើងនៅផ្ទះជួលយើងនៅ
យើងមានbill ដែលត្រូវបង់ប្រចាំខែយើងមានកូនរៀនយើងមានបំណុលធនាគារយើងមានគ្រប់បែបយ៉ាងអញ្ចឹងលុយចំណូលប្រចាំខែដែលមានគ្រប់គ្រាន់នេះធ្វើឲ្យមនុស្សមានបញ្ហាគេហៅថាភ័យខ្លាចដោយសារតែដេកមិនលក់ទុកព្រួយតានតឹងថប់អារម្មណ៍ជំងឺផ្លូវចិត្តនោះដោយសារតែបុព្វហេតុចម្បងមួយក្នុងចំណោមបុព្វហេតុផ្សេងទៀតនោះគឺបញ្ហាក្រីក្រនេះឯងបញ្ហាគ្មានប្រាក់ចំណូលនេះឯងបញ្ហាអត់លុយនេះឯងអូខេហើយបញ្ហាអត់លុយឬក៏វិបត្តិហិរញ្ញវត្ថុនេះគឺបានភ្ជាប់ទៅនឹងជំងឺផ្លូវចិត្តបាទជំងឺផ្លូវចិត្តកន្លែងនេះគេដាក់ថា financial stress មានន័យថាសម្ពាធផ្នែកហិរញ្ញវត្ថុអាចនាំទៅកាន់ឬក៏នាំទៅបង្កើតជំងឺផ្លូវចិត្តរួមទាំងជំងឺអន្ទះអន្ទែង anxiety ជំងឺ depression បាក់ទឹកចិត្តជំងឺថប់បារម្ភហើយនឹងជំងឺរហូតដល់មានការសម្លាប់ខ្លួនទៀតការគិតចង់សម្លាប់ខ្លួនគឺជំងឺបាក់ស្មារតីធ្ងន់ធ្ងរនេះគឺមកពីអីគឺមកពីវិបត្តិហិរញ្ញវត្ថុភ័យខ្លាចដោយសារតែបញ្ហាអត់លុយហើយគេរកឃើញមួយយ៉ាងមួយទៀតបើសិនជាយើងមានលុយបើសិនជាមនុស្សមានលុយគ្រប់គ្រាន់គឺស្ថានភាពគឺប្រែប្រួលអូខេស្ថានភាពគឺប្រែប្រួលនៅពេលដែលគាត់មានលុយគ្រប់គ្រាន់មានស្ថិរភាពផ្នែកហិរញ្ញវត្ថុគឺអាចជួយកែលម្អសុខភាពផ្លូវចិត្តនិងធ្វើឲ្យសុខភាពរាងកាយរបស់គាត់កាន់តែល្អប្រសើរគឺស្ថានភាពពីរនេះផ្ទុយគ្នាអញ្ចឹងហើយបានយើងត្រូវតែនាំគ្នាមកយកចិត្តដាក់ដូចឆ្នាំ2026នេះគឺយើងត្រូវតែមានការតាំងចិត្តខ្ពស់ដើម្បីរកប្រាក់ចំណូលឲ្យបានកាន់តែច្រើនមិនមែនយើងចេះតែបដាបដាទៀតទេពីព្រោះវិបត្តិនឹងកាន់តែអស់បន្លាយនឹងកាន់តែញោមញីជីវិតរបស់យើងក្រុមគ្រួសាររបស់យើងប្រពន្ធកូនរបស់យើងដែលកាន់តែមានតម្រូវការកាន់តែច្រើនអូខេមានតម្រូវការកាន់តែខ្ពស់ហើយយើងកាន់តែចាស់យើងមានជំងឺយើងប្រឈមនឹងបញ្ហាជំងឺយើងត្រូវការលុយថវិកាសម្រាប់ព្យាបាលហើយយើងអាចនឹងជួបប្រទះបញ្ហាផ្សេងទៀតដែលយើងគេហៅថា emergency ករណីបន្ទាន់លក្ខណៈហើយយើងងាកមកមើលបញ្ហាចំណូលបញ្ហាជំងឺផ្លូវចិត្តហើយតកតងនឹងហិរញ្ញវត្ថុវិបត្តិហិរញ្ញវត្ថុគេរកឃើញថាតាមស្ថិតិនេះភាគរយគេដាក់ថា percentage of population with mental disease in Southeast Asia អូខេភាគរយនៃចំនួនប្រជាជនដែលមានជំងឺផ្លូវចិត្តនៅអាស៊ីអាគ្នេយ៍របស់យើងកម្ពុជាជាប់លេខ1បងប្អូនគេឲ្យចំណាត់ថ្នាក់កម្ពុជារហូតដល់ 12% នៃប្រជាជនដែលមានជំងឺផ្លូវចិត្តគឺជំងឺផ្លូវចិត្តតាមដោយប្រទេសឡាវម៉ាឡេស៊ីហ្វីលីពីនថៃឡែនទីម៉ូលេស្តេមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីប្រ៊ុយណេហើយនិងវៀតណាមក្នុងនេះអត់មានប្រទេសសិង្ហបុរីទេអញ្ចឹងសៀមរាបអាចថាមានចូលក្នុងបញ្ជីប្រជាជនដែលមានជំងឺផ្លូវចិត្តទេបើដោយសារគេជាប្រទេសអ្នកមានតែឡែកកម្ពុជាចូលលេខ1បងប្អូនអញ្ចឹងនេះគឺជាការព្រមានមួយសម្រាប់យើងទាំងអស់គ្នាបើសិនជាយើងមិនយកចិត្តទុកដាក់គឺបញ្ហានេះនឹងធ្លាក់មកលើយើងមកលើខ្លួនយើងបាទមកលើខ្លួនយើងខណៈយើងពីនេះយើងមានឱកាសជាមួយនឹង Voltan កម្ពុជាដើម្បីកសាងប្រាក់ចំណូលខ្ពស់កសាងមុខរបរពិតប្រាកដសម្រាប់ជីវិតសម្រាប់ក្រុមគ្រួសាររបស់យើងឥឡូវខ្ញុំសាកសួរទៅបងប្អូនថាតើបងប្អូនមានលុយគ្រប់គ្រាន់សម្រាប់ចំណាយរយៈពេល3ខែឬអត់ក្នុងករណីដែលបងប្អូនអត់មានការងារធ្វើបាត់បង់ប្រាក់ចំណូលឬក៏បងប្អូនមានគ្រោះអាសន្នភ្លាមដូចជាត្រូវជួសជុលឡានអស់ដល់100អស់ដល់1000ឬក៏ឈឺភ្លាមឈឺធ្ងន់ខ្លួនឯងឈឺឬក៏ប្រពន្ធឈឺឬក៏កូនឈឺត្រូវការចូលពេទ្យត្រូវការវះកាត់ភ្លាមអស់ដល់រាប់រយរាប់ពាន់ឬក៏មានបញ្ហាផ្សេងទៀតតើយើងមានលុយ3ខែបំរុងសម្រាប់ការចំណាយឬអត់ខ្ញុំជឿជាក់ថា 99.99% នៃគ្នាយើងគឺអត់មានលុយបំរុង
សម្រាប់ត្រៀមការចំណាយរយៈពេល3 ខែឬក៏ការចំណាយបន្ទាន់ភ្លាមដែលយើងអត់បានរំពឹងទុកនោះខ្ញុំគិតថាពួកយើងអត់មានទេពីព្រោះភាគច្រើននៃគ្នាយើងគឺមានតែបំណុលដើម្បីត្រូវសងគេជាប្រចាំខែអញ្ចឹងយើងអត់មាន saving ហ្នឹងទេ emergency fund ហ្នឹងថវិកាបំរុងឬក៏លុយបំរុងសម្រាប់រយៈពេល3 ខែឬ6 ខែឬ1 ឆ្នាំករណីដែលយើងមានធ្វើការបាត់បង់ប្រាក់ចំណូលអត់មានប្រាក់ចំណូលតែយើងអាចរស់នៅបាន1 ខែ3 ខែ6 ខែឬអត់នេះជាហានិភ័យរបស់យើងហើយយើងត្រូវតែប្រឹងប្រែងជាពិសេសជាមួយ Walton របស់យើងធ្វើយ៉ាងណាឲ្យយើងឈានទៅដល់មានលុយបំរុងហើយដូច្នេះហើយបើយើងនៅក្នុង Walton យើងមានគណនី RP គណនីសន្សំ Redemption Point ដែលក្រុមហ៊ុនផ្ដល់ជាសាច់ប្រាក់សុទ្ធចាប់ពី50 100 350 1000ដល់10000ឥឡូវយើងសាកគិតបើយើងមានត្រឹមតែ1000 RP ឬក៏350 RP នៅក្នុងe-wallet របស់យើងឬក៏យើងដកដាក់ទុកក្នុងកង់របស់យើងដើម្បីជាលុយបំរុងសម្រាប់អាសន្នសម្រាប់ករណីដែលយើងបាត់បង់ប្រាក់ចំណូលដែលយើងមិនអាចធ្វើការបានរយៈពេល3 ខែទៅ6 ខែខ្ញុំគិតថាបើយើងមានត្រឹមតែ1000 RP យើងកំប៉ះវាយើងទុកជាលុយបំរុងជាលុយសម្រាប់ស្គួរលុយបំរុងសម្រាប់ពេលវេលាអាសន្នខ្ញុំគិតថាធ្វើឲ្យយើងមានលំនឹងផ្លូវចិត្តធ្វើឲ្យយើងមានភាពកក់ក្ដៅធ្វើឲ្យយើងមានអារម្មណ៍រីករាយនៅពេលដែលយើងមានលុយត្រៀម25000 ហុងកុងខ្ញុំគិតថាគ្រួសារល្មមតូចល្មមយើងអាចចាយទៅមួយខែត្រឹម500អញ្ចឹង25000យើងអាចប្រើបានរហូតដល់ 3-4 ឆ្នាំណាតែបើយើងចាយធ្វើមួយខែ1000យើងចំណាយមួយខែ1000ក៏យើងអាចចាយបាន2 ឆ្នាំដែរអញ្ចឹងមានន័យថាយើងមានលុយបំរុងតែរាល់ថ្ងៃនេះគឺបញ្ហារបស់យើងអត់មានលុយបំរុងអញ្ចឹងហើយយើងក្រុមហ៊ុនបានត្រៀម RP ជា cash នេះសម្រាប់យើងទាំងអស់គ្នាយកល្អ RP ដូចជា1000 RP ឬក៏1500 3000នេះគួរតែទុកជាលុយបំរុងសម្រាប់អាសន្ននឹងពេលយើងនិវត្តន៍អញ្ចឹងយើងកុំប៉ះវាបើអាចយើងទុកត្រឹម1000ទៅ1500ឬក៏3000ទុកមិនប៉ះឯងក្រៅពីហ្នឹងយើងអាចចំណាយយើងអាចទិញ asset អីតែលុយ cash អូខេ1000 1500ឬ3 item ហ្នឹងយើងគួរតែទុកជាលុយបំរុងសម្រាប់ពេលអាសន្នឬក៏សម្រាប់ពេលយើងចូលនិវត្តន៍ពេលចូលនិវត្តន៍អាយុ60 65យើងចូលនិវត្តន៍អញ្ចឹងនៅ Walton យើងអាចទទួលបានទាំងអស់អ្វីដែលយើងប្រាថ្នាក្នុងជីវិតរបស់យើងគឺយើងអាចទទួលបានសុខភាពយើងទទួលបានជីវិតដែលគ្មានបំណុលនឹងត្រូវការពេលវេលាពី3 ឆ្នាំទៅ5 ឆ្នាំយើងអាចសន្សំដោយយើងបានលើកឡើងមិញ RP រហូតដល់10000 RP 250,000 ដុល្លារមិនតិចទេបើយើង redeem ទាំងអស់រហូតដល់57,000 ជាងវាច្រើនអញ្ចឹងយើងអាចមានលទ្ធភាពសន្សំត្រឹម1000ទៅ3000 RP សន្សំជាលុយបំរុងសម្រាប់អាសន្នហើយនឹងពេលចូលនិវត្តន៍អូខេហើយយើងអាចលុយ commission ផ្សេង RP ផ្សេងទៀតយើងអាចទិញជា asset ជាផ្ទះជាឡានទំនើបសម្រាប់ enjoy life របស់យើងអូខេអញ្ចឹងយប់នេះយើងមើលបន្តិចវិញពេលវេលាកាន់តែច្រើនអូខេទើបចូលប្រធានបទអូខេយើងចូលទៅ transformation 4R ទី1គឺ reflect អូខេ reflect យើង reflect មានន័យថាយើងឆ្លោះបញ្ចាំងវិញឆ្នាំ2025ដើម្បីយើងធ្វើសកម្មភាពដើម្បីយើង move ដើម្បីយើងធ្វើចលនានៅឆ្នាំ2026កាន់តែ
កាន់តែប្រសើរយើងមើលឆ្នាំ2025តើយើងធ្វើបានល្អកម្រិតណាធ្វើល្អជាងឆ្នាំ2024ឬក៏យើងធ្វើបានក្រោមមិនបានល្អដូចឆ្នាំ2025ឬក៏យើងធ្វើបានស្មើត្រឹមឆ្នាំ2025តើយើងពេញចិត្តហើយឬនៅលទ្ធផលដែលយើងទទួលបាននៅក្នុងឆ្នាំ2025អញ្ចឹងយើងនាំគ្នាមកពិនិត្យឡើងវិញយើងមកវាស់វែងភាពជោគជ័យរបស់យើងក្នុងឆ្នាំ2025ថាតើយើងទទួលបានអីខ្លះហើយនៅក្នុងឆ្នាំ2025បងប្អូនអាចវាស់វែងបាននៅក្នុង app របស់យើងនៅក្នុង system របស់យើងបងប្អូនយកពីខែ1ចុចកន្លែង my commission អូខេចុចកន្លែង commission បងប្អូននឹងឃើញហើយពីខែ1រហូតដល់ខែ12 2025បងប្អូនចុចទៅនឹងចេញ commission group sale បងប្អូនទទួលបានប្រមាណពីខែ1ដល់ខែ12 2025ហើយreferral commission ណែនាំបងប្អូនទទួលបានប្រមាណពីខែ1ដល់ខែ12 2025រួមទាំង group sale sorry OP តើបងប្អូនទទួលបានប្រមាណ OP ពេញមួយឆ្នាំ2025អញ្ចឹងបងប្អូនអាចទៅមើលវិញក្នុង system របស់យើងនៅក្នុង app របស់យើងបងប្អូនទៅបើកមើលឲ្យវិភាគថាហេតុអីបានឆ្នាំនេះទទួលបានត្រឹមតែប៉ុណ្ណេះហេតុអីបាន OP ឆ្នាំនេះលោតត្រឹមតែមួយឆ្នាំពេញលោតបានត្រឹមអត់ដល់100លោតបានត្រឹមតែ50លោតបានត្រឹមតែ40លោតបានត្រឹមតែ20ហេតុអីបានជាវាមានលោតឲ្យដល់100 200 300ខណៈដែល top leader របស់យើងលោតដល់រាប់ពាន់ដែលលោកគ្រូចម្រើនអីលោតដល់4000ទៅ5000 OP តាមមួយឆ្នាំអញ្ចឹងហេតុអីបានយើងនៅឃ្លាតឆ្ងាយម៉េះតែមានបញ្ហាអីអញ្ចឹងយើងត្រូវវិភាគអញ្ចឹងបងប្អូនបើមិនទាន់បើកមើលទេត្រូវទៅបើកមើលវិញឡើងវិញតែក្នុងឆ្នាំ2025យើងទទួលបានលទ្ធផលប៉ុណ្ណាអូខេ group sale ទទួលបានប៉ុណ្ណាពេញមួយឆ្នាំអូខេ referral commission យើងបានណែនាំអ្នកថ្មីបានប៉ុណ្ណាអូខេហើយ RP ជាពិសេសតើយើងទទួលបាន RP ប្រមាណសរុប2025ហើយក្នុងឆ្នាំ2025តើយើងបានមូសមានន័យថាយើងបានរំកិលពីកម្រិត EPL មួយកម្រិតទៅមួយកម្រិតទៀតបានប៉ុណ្ណាពី silver ទៅ gold ពី gold ទៅ platinum ពី platinum ទៅ diamond តើយើងធ្វើបានប៉ុណ្ណាដូចខ្ញុំបានបញ្ជាក់ពីដើមម៉ោងមិញហើយថានៅឆ្នាំ2025នេះយើងទទួលបាន goal ប្រហែល215នាក់អូខេ215នាក់យើងទទួលបាន platinum ត្រឹមតែ26នាក់ទេ platinum ទាំងចាស់ platinum ដែលហួសសុពលភាពហើយនិង platinum ក្នុងសុពលភាពហើយខ្ញុំមើលទៅក្នុងសុពលភាពប្រហែលជា2នាក់ទេ2-3នាក់ទេមិនលើសពីហ្នឹងទេអញ្ចឹងដល់ light silver យើងទទួលបានមិនខ្ញុំបានបញ្ជាក់ពីដើមទីមិញ silver យើងទទួលបាន215នាក់តែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនត្រឡប់ទៅវិញទៅមើលក្នុង system ទៅឆែកមើលឡើងវិញតើក្នុងឆ្នាំ2025បងប្អូនសម្រេចបានអ្វីខ្លះតើបាន OP ប្រមាណសរុបពេញមួយឆ្នាំតើទទួលបាន group sale commission ប្រមាណពេញមួយឆ្នាំតើទទួលបាន referral commission ប្រមាណពេញមួយឆ្នាំហើយតើបងប្អូនបានឡើងកម្រិត EPL ពីណាទៅណាបានឡើងឬអត់ឬក៏អត់ឡើងសោះអូខេបានឡើងពី gold ទៅពី silver ទៅ gold ឬអត់អូខេបើយើងឆ្នាំ2025ត្រឹម silver តើមានឡើង gold ទេបើយើង gold ហើយតើយើងមានឡើង platinum ទេហើយបើយើង platinum ហើយយើងមានឡើង diamond ទេ platinum បានតែ26នាក់ទេនៅឆ្នាំ2026 silver យើងច្រើនអូខេ silver 215នាក់អញ្ចឹងបងប្អូនទៅឆែកវិញទាំងអស់ហើយតើក្នុងឆ្នាំ2025យើងបានណែនាំដៃគូថ្មីប្រមាណអ្នកហើយក្នុងប្រមាណអ្នកដែលយើងបានណែនាំនោះតើប្រមាណអ្នកដែល active រួមដំណើរជាមួយយើងធ្វើធុរកិច្ចជាមួយយើង
ដើម្បីយើងមករៀបចំផែនការសម្រាប់ទៅមុខទៀតអ្វីដែលយើងសម្រេចបាន2025និងអ្វីដែលយើងចង់សម្រេចនៅឆ្នាំ2026ដែលគេដាក់ gap នេះអូខេ gap នេះអូខេអញ្ចឹងលទ្ធផលដែលយើងទទួលបាន2025មិនថាយើងពេញចិត្តឬយើងមិនទាន់ពេញចិត្តតែយ៉ាងដែលសំខាន់គឺលទ្ធផលទាំងនោះតាក់ទងជាមួយនឹងសកម្មភាពរបស់យើងតាក់ទងជាមួយនឹងការងាររបស់យើងដែលយើងបានបំពេញនៅក្នុងឆ្នាំ2025អញ្ចឹងយើងត្រូវវាស់ស្ទង់ទាំងលទ្ធផលបើខិនជាលទ្ធផលយើងតិចលទ្ធផលយើងអឺមិនធ្វើឲ្យយើងពេញចិត្តអូខេនៅឆ្នាំ2025ទាំងយើងងាកមកមើលសកម្មភាពវាស់វែងសកម្មភាពរបស់យើងក្នុងឆ្នាំ2025តើយើងបានធ្វើវាកម្រិតដែរតើយើងបានបំពេញវាកម្រិតណានៅក្នុងនេះក្នុងនេះសញ្ញានេះអូខេសញ្ញាល្បឿននេះអូខេតើយើងបើកឡានទៅយើងបើកឡានចឹងអូខេតើយើងបើកល្បឿនប៉ុណ្ណាឆ្នាំ2025 40គីឡូ60គីឡូក្នុង1ម៉ោងឬកម្រិតណាអញ្ចឹងកន្លែងនេះយើងបែងចែកជា4កម្រិតដែលខ្សោយកម្រិត average មធ្យមកម្រិតល្អហើយកម្រិតល្អណាស់អញ្ចឹងយើងសួរខ្លួនយើងថាយើងបានបំពេញការងារ daily ប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែនិងពេញមួយឆ្នាំនៅឆ្នាំ2025តើយើងធ្វើបានវាល្អកម្រិតណានៅកម្រិតភួរខ្សោយឬក៏យើងបានចូលមកកម្រិតមធ្យមឬក៏យើងធ្វើបានមកដល់កម្រិតល្អអញ្ចឹងខ្ញុំសង្ឃឹមថាយើងនឹងមើលត្រឡប់មកវិញបងប្អូនត្រឡប់មើលសកម្មភាពចាស់របស់យើងឆ្នាំ2025យើងឡើងវិញតាមរយៈលទ្ធផលដែលយើងបានបង្កើតនៅក្នុងឆ្នាំ2025ដែលខ្ញុំបានលើកអំបញ្ញមិញអញ្ចឹងនេះជាតើយើងសួរខ្លួនយើងវិញថាតើឆ្នាំ2025យើងបាន commit យើងបានធ្វើល្អ100%ហើយឬនៅអូខេយើងធ្វើបានល្អ100%ហើយឬនៅយើងបានបំពេញការងារ100%ហើយឬនៅអូខេអញ្ចឹងជាច្បាប់ធម្មជាតិជាច្បាប់សកលយើងបើយើងផ្ដល់ commitment យើងប្រឹង100យើងប្រឹង20យើងបាន20យើងប្រឹង50យើងបាន50យើងប្រឹងចិត្តយើងបានចិត្តយើងប្រឹង100យើងបាន100អញ្ចឹងអាស្រ័យលើ commitment របស់យើងអាស្រ័យលើ performance របស់យើងអញ្ចឹងហើយយើងមាន EPL ដើម្បីវាស់ស្ទង់សកម្មភាពរបស់យើងដើម្បីឃើញលទ្ធផល RP របស់យើងអញ្ចឹងតើយើងបំពេញការងារ 100% ថ្ងៃច័ន្ទ 12% ថ្ងៃអង្គារ 20% ថ្ងៃពុធ 40% ថ្ងៃពហោះ 20% ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃសុក្រ 5% ហើយយើងបូកថាវាជា 100% ឬក៏យើងបានធ្វើវា 100% ជារៀងរាល់ថ្ងៃមួយថ្ងៃមួយស្អែមមួយសប្តាហ៍7ថ្ងៃយើងបានធ្វើវាជារៀងរាល់ថ្ងៃ 100% ការងារនេះយើងត្រូវបំពេញវាគឺធ្វើ the best អូខេចឹងហើយបានគេថាជោគជ័យ success មានន័យថាគឺយើងធ្វើឲ្យបានល្អបំផុតជាមួយអ្វីដែលយើងមានមួយសាទៀតជោគជ័យមានន័យថាគឺយើងធ្វើឲ្យបានល្អបំផុតតាមតែអាចធ្វើបានជាមួយអ្វីដែលយើងមាននឹងឲ្យជោគជ័យតែបើយើងធ្វើមិនធ្វើ the best ទេមិនឲ្យ commitment 100% ទេគឺយើងមិនអាចកសាងភាពជោគជ័យបានទេមានតែយើងដើរថយក្រោយយើងមិនអាចទៅដល់ចំណុចនៃក្តីសម័យរបស់យើងបានទេអញ្ចឹងយើងរំពឹងអ្វីយើងមិនអាចទទួលលទ្ធផល 100% ជាមួយនឹងសកម្មភាព 50% បានទេអូខេអញ្ចឹងឆ្នាំថ្មីនេះខ្ញុំអំពាវនាវនឹងជំរុញលើកទឹកចិត្តឲ្យអ្នកដឹកនាំអ្នកងារយើងទាំងអស់ផ្លាស់ប្ដូរអិរិយាបថផ្លាស់ប្ដូរការគិតផ្លាស់ប្ដូរសកម្មភាពផ្លាស់ប្ដូរជីវិតរបស់យើងត្រូវតែរុញខ្លួនយើងឲ្យខ្លាំងអូខេរុញខ្លួនយើងឲ្យខ្លាំងជំរុញខ្លួនយើងឲ្យខ្លាំងធ្វើសកម្មភាពឲ្យខ្លាំងជាងមុនដើម្បីយើងទទួលបានសម្រេចលទ្ធផលឆ្នាំ2026ឲ្យល្អជាងមុនយើងត្រូវតែមានការបដិញ្ញាចិត្តខ្ពស់ដើម្បីសម្រេចបានផ្លែផ្កា
ខ្ពស់នៅឆ្នាំ2026យើងមិនអាចបដោយជីវិតយើងឲ្យកាន់តែលំបាកឲ្យកាន់តែក្រឲ្យកាន់តែមានបញ្ហាហិរញ្ញវត្ថុទៀតទេពេលនេះយើងមានបញ្ហាហិរញ្ញវត្ថុយើងនៅក្មេងបន្តិចទៀតវ័យយើងកាន់តែជ្រេយើងនឹងមានបញ្ហាកាន់តែធំមួយទៀតបញ្ហាហិរញ្ញវត្ថុនិងបញ្ហាសុខភាពទ្រុឌទ្រោមអញ្ចឹងយើងអត់មានពេលយូរទេសម្រាប់ផ្លាស់ប្ដូរជីវិតរបស់យើង Walton នៅតែជាឱកាសសម្រាប់យើងទាំងអស់គ្នាក្នុងការផ្លាស់ប្ដូរជីវិតយើងត្រូវប្រើពេលវេលាជាមួយ Walton 3-5 ឆ្នាំទៅ10ឆ្នាំដើម្បីយើងមានឱកាសសោយសុខបន្ទាប់ពី10ឆ្នាំអញ្ចឹងអ្វីដែលយើងត្រូវបំពេញគឺយើងត្រូវបដូរពីសកម្មភាពខ្សោយអូខេពីសកម្មភាពតិចទៅកាន់សកម្មភាពដែលល្អប្រសើរដែលល្អ excellent ដែលល្អបំផុតអញ្ចឹងយើងមិនអាចធ្វើ average ធ្វើមធ្យមធ្វើល្មមយើងអត់ដល់គោលដៅទេអញ្ចឹងយើងត្រូវពីដើមឆ្នាំពីថ្ងៃ1ខែ1 2026យើងត្រូវតែដុតធម៌ពលរាងកាយរបស់យើងដុតការតាំងចិត្តរបស់យើងដើម្បីឆ្ពោះទៅកាន់គោលដៅឆ្នាំ2026របស់យើងអូខេយើងត្រូវតែមូសពីឲ្យមនុស្សភាគច្រើនគឺនៅសកម្មភាពរបស់គាត់នៅក្រោមមធ្យមហើយលើមធ្យមបន្តិចទូទៅប៉ុណ្ណាទូទៅឥឡូវនេះបើយើងត្រូវដឹងវាស់ស្ទង់ខ្លួនឯងថាយើងនៅកន្លែងណាឆ្នាំ2025យើងនៅក្រោមមធ្យមឬក៏យើងមធ្យមយើងលើសមធ្យមបើសិនជាយើងនៅក្រោមមធ្យមយើងត្រូវមូសរំកិលខ្លួនយើងឲ្យធ្វើមកកម្រិតមធ្យមហើយមូសបន្តទៀតឲ្យទៅកម្រិតលើមធ្យមហើយបើអាចយើងត្រូវតែmove ខ្លួនទៅក្នុងចំណោម top performers 10% ដើម្បីក្លាយទៅជាបុគ្គលជោគជ័យខ្ពស់បំផុត 10% នៅក្រុមហ៊ុន Walton កម្ពុជារបស់យើងគឺ top 10អូខេបងប្អូន Transformation 2026បន្ទាប់គឺ reconnect reset and restart reconnect បងប្អូនបន្ទាប់ពីយើងបានឆ្លោះបញ្ចាំង reflect ពីសកម្មភាពពីលទ្ធផលពី performance ពីភាពខ្វះខាតពីគុណសម្បត្តិពីគុណវិបត្តិអ្វីដែលយើងបានធ្វើនៅឆ្នាំ2025រួចហើយដល់ពេលវេលាដែលយើងខ្ញុំគិតថាវាសំខាន់យើងត្រូវ reconnect យើងត្រូវផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងបណ្ដាញជាមួយនឹងក្រុមការងារជាមួយនឹង team ដែលមានស្រាប់នៅក្នុងប្រព័ន្ធនៅក្នុងបណ្ដាញរបស់បងប្អូនព្យាយាម reconnect ឡើងវិញ reconnect agent ចាស់ក្រុមការងារចាស់របស់យើងនេះជាការងារសំខាន់នៅក្នុងដើមឆ្នាំ2026នេះគឺយើង reconnect ផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងក្រុមការងារចាស់ agent ចាស់ដែលយើងធ្លាប់អញ្ជើញគាត់យើងធ្លាប់ចុះឈ្មោះគាត់នៅក្នុង system ហើយគាត់បានចូលរួមជាមួយយើងបន្ទាប់មកទៀតគាត់ក៏សម្រាគាត់ក៏ស្ងាត់ទៅវិញនេះជាពេលវេលាដែលយើងត្រូវreconnect ជាមួយពួកគាត់ឡើងវិញខ្ញុំជឿជាក់ថាដឹកនាំដែលបានjoinដែលធ្វើសកម្មភាពជាមួយក្រុមហ៊ុន3ឆ្នាំ4ឆ្នាំ5ឆ្នាំនេះច្បាស់ជាមានក្រុមការងារចាស់ច្រើននៅក្នុងប្រព័ន្ធបងប្អូនអាច log in ហើយមើលឡើងវិញតើ agent ភ្នាក់ងារចាស់របស់យើងក្នុងនោះមានអ្នកខ្លះមាន3 account អ្នកខ្លះមាន1 account អ្នកខ្លះមានឡើងទៅដល់ silver អ្នកខ្លះមានទៅដល់ gold តែគាត់ស្ងាត់ទៅវិញគាត់បោះបង់ហើយយើងត្រូវតែពិនិត្យហើយព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងជាមួយគាត់វិញដើម្បីយើងផ្ដល់ព័ត៌មានថ្មីអាប់ដេតអំពីវឌ្ឍនភាពក្រុមហ៊ុនអំពីភាពរីកចម្រើនរបស់ក្រុមហ៊ុនអំពីផលិតផលថ្មីរបស់ក្រុមហ៊ុនអំពីភាពរីកចម្រើនដែលក្រុមហ៊ុនសម្រេចបានកាន់តែប្រសើរឡើងនៅឆ្នាំ2025ហើយការត្រៀមខ្លួនរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ2026ការរីកចម្រើនរបស់ក្រុមហ៊ុនទៅដល់បើកទៅដល់10ប្រទេសជាផ្លូវការហើយនឹងផែនការ EPL 2026របស់យើងដែលយើងមានឱកាសចាប់ផ្ដើមជាមួយគ្នាឡើងវិញទាំងអស់គ្នាពី Silver យើងសាកគិតថាក្រុមការងារចាស់របស់យើងដែលដេកទៅវិញនោះក្នុងប្រព័ន្ធដែលក្នុង system ដែលយើងមានស្រាប់100នាក់អូខេថា100នាក់មួយ team A 25នាក់ team B 25នាក់ C 25នាក់ D 25នាក់ជាឧទាហរណ៍
បើយើងកោះគាត់មកវិញយើង reconnect គាត់មកវិញហើយយើងបញ្ជ្រាបព័ត៌មានថ្មីទៅកាន់គាត់វិញយើងចែករំលែកអំពីបទបទភាពក្រុមហ៊ុនភាពរីកចម្រើនរបស់ក្រុមហ៊ុនអាប់ដេតអំពីផលិតផលថ្មីរបស់យើងអំពីការរីកចម្រើនឆ្នាំ2026គឺជាឆ្នាំដែលក្រុមហ៊ុនបើកទំព័រថ្មីដើម្បីធ្វើដំណើរ10ឆ្នាំទៅខាងមុខដើម្បីភាពជោគជ័យកាន់តែធំធេងអញ្ចឹងយើងហៅគាត់មកវិញខ្ញុំគិតថាអ្នកដែលធ្លាប់ធ្វើជាមួយយើងឲ្យគាត់សម្រាប់ឲ្យគាត់ទៅធ្វើខាងក្រៅធ្វើការងារផ្សេងពីនេះគាត់ក៏មិនទាន់ភាកច្រើននៃពួកគាត់ក៏មិនទាន់ទទួលបានផ្លែផ្កាមិនទាន់បានជោគជ័យដែរជាឱកាសដែលយើងអាចអញ្ជើញគាត់មកវិញហើយបើសិនជាពួកគាត់ត្រឡប់មកវិញអ្នកងារចាស់របស់យើងក្រុមការងារចាស់របស់យើងហើយគាត់បដិញ្ញាចិត្តធ្វើ silver ជាមួយយើងឡើងវិញខ្ញុំគិតថាគ្រប់គ្រាន់តែក្រុមការងារចាស់គឺជាគឺផ្ដល់នៅធម៌ពលថ្មីដល់យើងផ្ដល់នៅកម្លាំងថ្មីដល់យើងដើម្បីយើងបើកទំព័រថ្មីឆ្នាំ2026ដើម្បីឲ្យធ្វើឲ្យឆ្នាំ2026ជាឆ្នាំដែលកាន់តែអស្ចារ្យអញ្ចឹងយើងហៅគាត់អញ្ជើញគាត់មកចាប់ដើមជាមួយយើងឡើងវិញជាមួយនឹង silver បើយើងមានភ្នាក់ងារចាស់10នាក់20នាក់ឬ30នាក់ឬ50នាក់ហើយពួកគាត់មកចូលរួមជាមួយយើងម្ដងទៀតហើយពួកគាត់មកធ្វើ silver ជាមួយយើងមួយសាទៀតយើងសាកគិតគ្រាន់តែភ្នាក់ងារចាស់ដែលគាត់មកធ្វើឡើងវិញជាមួយយើងទទួលព័ត៌មានថ្មីពីយើងហើយគាត់ refresh ឡើងវិញហើយគាត់ចាប់ដើមឡើងវិញហើយគាត់ធ្វើ silver ជាមួយយើងឡើងវិញបាន20នាក់ចាស់30នាក់យើងសាកគិតបើសិនជាមាន50នាក់ខ្ញុំថាមកក្រុម10នាក់ចុះ A 10នាក់ B C D 10នាក់40នាក់នាំគ្នាធ្វើ silver ឡើងវិញអ្នកងារចាស់របស់យើងអញ្ចឹងយើងបានប្រមាណយើងបានក្រុម10នាក់បើក្រុម10នាក់មកក្រុម10នាក់ធ្វើ silver ឡើងវិញយើងបាន100នាក់អញ្ចឹង team A 100នាក់ team B 100នាក់ team C 100នាក់ team D 100នាក់បាត់ហើយ400នាក់បាត់ក្រុមការងារយើងផ្ទុះបាត់ហើយអាហ្នឹងមិនទាន់យើង recruit ណែនាំ silver ដែលយើងត្រូវធ្វើ silver ខ្លួនឯង10នាក់ថ្មីទេនេះខ្ញុំនិយាយថាអ្នកងារចាស់ដែលមាននៅក្នុងប្រព័ន្ធស្រាប់ដែលយើងត្រូវ reconnect ជាមួយគាត់ឡើងវិញ reconnect កុំទុកគាត់ចោលកុំឲ្យធ្ងន់ app ធ្ងន់ system របស់យើងទៅទេហើយគាត់មកវិញ restart ឡើងវិញអូខេនេះការងារសំខាន់ខ្ញុំគិតថាបងប្អូនគួរតែចាប់យកចិត្តទុកដាក់ហើយចាប់ផ្ដើមធ្វើគឺ reconnect ជាមួយនឹងភ្នាក់ងារក្រុមបណ្ដាញចាស់របស់យើងដែលមាននៅក្នុងប្រព័ន្ធស្រាប់ក្រៅពីយើងបង្កើតដៃគូថ្មីដើម្បីយើងคล้ายទៅជា silver អូខេឥឡូវខ្ញុំសូមប្រាប់ត្រួសអំពីEPL 2026 EPL ថ្មីមិនមែនសម្រាប់តែ2026នេះគឺសម្រាប់អនាគតអូខេគឺចាប់ពីឆ្នាំ2026នេះតទៅអញ្ចឹង silver យើងបានលើកឡើងហើយមិញយើងត្រូវធ្វើ silver ថ្មីឡើងវិញទាំងអស់ហើយយើងត្រូវគោះអ្នកងារចាស់អ្នកនិកាសរបស់យើងយើង reconnect ជាមួយគាត់ឡើងវិញហើយដើម្បីជំរុញឲ្យគាត់ធ្វើ silver ឡើងវិញជាមួយយើងហើយពួកគាត់នោះហើយជាកម្លាំងដ៏ធំរបស់យើងហើយកម្លាំងដ៏ធំរបស់យើងដែលមានស្រាប់នៅក្នុងប្រព័ន្ធអូខេអញ្ចឹងសម្រាប់ EPL ថ្មី2026តទៅនេះគឺយើងផ្ដោតទៅលើមានន័យថាយើងនិយាយតែខ្លីថាយើងមានផែនការ goal តែយើងផ្ដោតលើការកសាងយើងមានគោលដៅ goal យើងកសាង silver តែប៉ុណ្្នឹងទេអូខេយុទ្ធសាស្ត្រយើងប៉ុណ្្នឹងគឺយើងដាក់គោលដៅ goal តែយើងកសាង silver ចាប់ពីខ្លួនយើងនិង team របស់យើងក្រុមបណ្ដាញរបស់យើងទាំងអស់គ្នាធ្វើ silver តែគោលដៅដើម្បី goal យើងលែងគិតប្រចាំខែដូចមុនទៀតហើយគឺយើងគិត RP សរុបក្នុងមួយឆ្នាំពេញពីខែ1ដល់ខែ12 2026ធ្វើយ៉ាងណាឲ្យបាន80 RP ហើយ detail នឹងបរៀននឹងមានក្នុងវគ្គ training ចឹង goal មួយឆ្នាំ80 RP ហើយទទួលបានដំណើរកំសាន្តដូច Platinum ពីមុនមកគឺដើរ ASEAN trip ឬក៏ Visa trip អូខេ goal Platinum មួយឆ្នាំធ្វើយ៉ាងណាឲ្យបាន320 RP អូខេខ្ញុំសុំទៅលឿនតិចដោយសារម៉ោងអស់អញ្ចឹង Asia trip នេះយើងអាចលាក់ទៅ Dubai
ទៅជប៉ុនទៅកូរ៉េអីចឹងទៅអូខេហើយ Diamond 1200 RP មួយឆ្នាំទៅ Europe trip អាចទៅ Dubai not Dubai ទៅ Europe អូខេទៅ Europe អាចទៅប្រទេសអឺរ៉ុបអូខេប្រទេសអឺរ៉ុបហើយក្នុងនោះគេផ្ដល់ cash ផងដែរ2500លុយសុទ្ធសម្រាប់ធ្វើដំណើរកំសាន្តដល់ទៅ Royal គឺ4800 RP ក្នុងមួយឆ្នាំគឺក្រុមហ៊ុននឹងផ្ដល់ cash តែម្ដងគឺ incentive cash ឲ្យគាត់ដំណើរកំសាន្តដោយខ្លួនឯង17500 RP អូខេបងប្អូនឥឡូវនេះចូលយើងដាក់ផែនការសម្រាប់យើងធ្វើ silver ឡើងវិញអញ្ចឹងខែទី1តើយើងត្រូវធ្វើយ៉ាងម៉េចខែទី1គឺខ្ញុំចង់ឲ្យបងប្អូនដាក់ការតាំងចិត្តដាក់ផែនការដាក់គោលដៅធ្វើម៉េចធ្វើឲ្យមានធ្វើ silver ឲ្យបានមានន័យថាដំឡើងខ្លួនឯងទៅជា silver ឲ្យបានអូខេព្យាយាមធ្វើយ៉ាងណាឲ្យណែនាំឲ្យបាន10នាក់ក្នុងខែមួយហ្នឹងហើយជួយណែនាំ10នាក់ថ្មីហើយជួយក្រុមការងារចាស់របស់យើងដែលកំពុងតែសកម្មជាមួយយើងហ្នឹងហើយ reconnect ដែលខ្ញុំប្រើពាក្យ reconnect មែនទេផ្សារភ្ជាប់ឡើងវិញជាមួយនឹងភ្នាក់ងារក្រុមបណ្ដាញរបស់យើងនៅក្នុងប្រព័ន្ធស្រាប់ដែលគាត់សម្រាកដែលគាត់លែងមានទំនាក់ទំនងជាមួយយើងមួយរយៈដែលគាត់ធ្លាប់ធ្វើជាមួយយើងនោះគឺជាសក្តានុពលដែលយើងអាចមានឱកាសគោះគាត់ឡើងវិញអញ្ចឹងយើងត្រូវតែបដិញ្ញាចិត្តឲ្យយើងឡើង silver ក្នុងខែ January ក្នុងខែ1ហើយយើងត្រូវតែជួយក្រុមទាំង4ខ្សែរបស់យើងដែលសកម្មឲ្យឡើង silver ដូចយើងហើយព្យាយាម reconnect ជាមួយនឹងក្រុមការងារក្រុមបណ្ដាញរបស់យើងទាំងអស់ដែលសម្រាប់ព្យាយាមinvite គាត់ឡើងវិញតាក់ទងគាត់ឡើងវិញបញ្ជ្រាបព័ត៌មានទៅកាន់គាត់ឡើងវិញនេះជាអ្វីដែលយើងត្រូវធ្វើក្នុង6ខែតើបងប្អូនត្រូវ achieve អ្វីសម្រាប់6ខែដោយសារតែនៅក្នុង agent របស់យើងក្នុងចំណោម agent របស់យើងអ្នកខ្លះគាត់ធ្លាប់ជា gold ហើយអ្នកខ្លះធ្លាប់ជា platinum ហើយអ្នកខ្លះធ្លាប់ជា diamond អញ្ចឹងខ្ញុំឲ្យជាទស្សនៈឲ្យជាមតិយោបល់ថាអ្នកដែល goal ហើយគាត់ត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យគាត់ត្រូវតែសម្រេច goal ឡើងវិញខែ6 2026បើអាចទៅរួចអូខេបើអាចទៅរួចបើធ្វើមិនបានទេត្រូវសម្រេចធ្វើម៉េច3ខែឬក៏4ខែបន្ទាប់ត្រូវសម្រេចតែធ្វើយ៉ាងណាឲ្យគាត់សម្រេចឲ្យបានបើគាត់ជា goal ចាស់ជា goal ពីមុនមកគាត់ត្រូវតែសម្រេចយ៉ាងតិច goal ក្នុងរយៈពេល6ខែឬក៏លើសពី6ខែហើយគាត់ត្រូវតែព្យាយាមជួយដៃគូរបស់គាត់ឲ្យឡើង goal ដូចគាត់ផងដែរបើទោះជាគាត់មិនទាន់ឡើង platinum តែគាត់ឡើង goal តែ RP របស់គាត់ខ្ពស់មិនត្រឹមតែ80ទេអាច RP របស់គាត់អាចដល់150 200 250វាអត់ដល់លើស300តែវាក្បែរ300អញ្ចឹងដោយសារគាត់ឡើងត្រឹម goal មែនតែគាត់ជួយក្រុមការងាររបស់គាត់ឲ្យឡើង silver និង gold ដោយគាត់បានមួយចំនួននេះគឺជាចំណុចសំខាន់ហើយសម្រាប់ agent ដែលគាត់ជា platinum អញ្ចឹងគាត់ត្រូវធ្វើផែនការធ្វើយ៉ាងណាឲ្យគាត់អាចឡើង platinum ម្ដងទៀតនៅឆ្នាំ2026អូខេនៅក្នុងឆ្នាំ2026ក្នុងរយៈពេល6ខែបើអត់បានទេរយៈពេល6ខែបន្ទាប់ធ្វើយ៉ាងណាឲ្យបាននេះគឺអ្វីដែលខ្ញុំសូមលើកទឹកចិត្តឲ្យធ្វើយ៉ាងដូចនោះហើយសម្រាប់អ្នកដែល diamond ក៏ដូចគ្នាដែរគាត់ត្រូវតែបដិញ្ញាចិត្តយក diamond ឲ្យបាននៅក្នុងរយៈពេល6ខែត្បូងហើយបើគាត់យកអត់បានទេគាត់ត្រូវដាក់ផែនការ6ខែបន្ទាប់ត្រូវយក diamond ឲ្យបានអញ្ចឹងនេះគឺជាអ្វីដែលថ្នាក់ដឹកនាំត្រូវប្រឹងប្រែងធ្វើហើយយកចិត្តទុកដាក់សម្រេចឲ្យបានចុះក្នុងរយៈពេលវែងផែនការយុទ្ធសាស្ត្ររបស់យើងរយៈពេល5ឆ្នាំ
យើងមើលម្ដងទៀតអូខេឆ្នាំ2026យើងចាប់ផ្ដើមអនុវត្ត EPL ថ្មីអញ្ចឹងយើងចាប់ផ្ដើមធ្វើឡើងវិញពី Silver ទាំងអស់គ្នាជារៀងរាល់ឆ្នាំគឺយើងចាប់ផ្ដើមពី Silver ឡើងវិញទាំងអស់គ្នាអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនដែលមិនទាន់មាន Silver ឬក៏ Silver ហើយគឺចាប់ផ្ដើមធ្វើ Silver ហើយតាំងចិត្តយក goal ឲ្យបាននៅក្នុងឆ្នាំ2026ហើយភ្នាក់ងារដែលគាត់ជា goal ចាស់ដូចគ្នាគាត់ត្រូវតែបដិញ្ញាចិត្តយក goal ឲ្យបានក្នុងរយៈពេល6ខែ2026បើយកសម្រេចបានគាត់ត្រូវតែធ្វើផែនការសម្រាប់6ខែបន្ទាប់រហូតដល់ខែ12គាត់ត្រូវតែសម្រេច goal ឲ្យបានឆ្នាំ2026អូខេ2026ហើយសម្រាប់ដែល Platinum អូខេខ្ញុំនិយាយថា Platinum ដូចគ្នាគាត់ត្រូវតែសម្រេចយ៉ាងហោចណាស់គាត់ត្រូវយក goal ឲ្យបាននៅឆ្នាំ2026គេត្រូវយក goal ឲ្យបានទៅឆ្នាំ2026ចាំឆ្នាំ2027គាត់នឹងឡើង Platinum ឆ្នាំ2028បានគាត់ឡើង Diamond ឬក៏គាត់ធ្វើ Platinum មួយឆ្នាំទៀតក៏អត់អីដែរដោយសារគាត់ត្រូវធ្វើឡើងវិញឆ្នាំថ្មីត្រូវធ្វើ Silver ឡើងវិញអញ្ចឹងមានន័យថា Platinum ឆ្នាំ Platinum ចាស់គាត់អាចចាប់ដើម2026 Gold 27 Platinum 28 Diamond ហើយគាត់អាចថា2029 Diamond ម្ដងទៀតហើយ2030 Royal គឺយើងឲ្យពេលអញ្ចឹងក្នុងរយៈពេល5ឆ្នាំគាត់អាចឈានទៅដល់ Royal អញ្ចឹងត្រូវ plan ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវឲ្យបានល្អបំផុតពីព្រោះ2026បិទយើងចាប់ដើមសារឡើងវិញពី Silver ម្ដងទៀត Silver ឡើងទៅ Gold ឡើងទៅ Platinum តែក្រុមយើងសម្រាប់ឆ្នាំ2027គឺក្រុមយើងកាន់តែធំអញ្ចឹងយើងចាប់ដើមពី Silver ក៏វារុញទៅ Gold ទៅ Platinum លឿនអញ្ចឹងក្នុងរយៈពេល5ឆ្នាំគឺបងប្អូនគ្រប់កម្រិតទាំងអស់គួរតែទៅដល់ Diamond ហើយសម្រាប់អ្នកដែល Diamond អ្នកដែល Platinum Royal ដែល Ground ហើយហ្នឹងគួរតែទៅដល់ Royal ក្នុងរយៈពេល5ឆ្នាំអញ្ចឹង5ឆ្នាំនេះគឺជាកម្រិតដែលយើងគួរតែទៅដល់ Diamond និង Royal អូខេហើយដើម្បីជំរុញឲ្យមានការបង្កើតដៃគូ Silver ឲ្យបានច្រើននៅក្នុងឆ្នាំ2026នេះយើងបើកទំព័រថ្មីខែ1នេះគឺយើងមាន promotion special gift កាដូអនុស្សាវរីយ៍ពិសេសសម្រាប់បងប្អូនភ្នាក់ងារទាំងអស់ដែលគាត់សម្រេច Silver អូខេទាំងភ្នាក់ងារចាស់ទាំងភ្នាក់ងារថ្មីដែលគាត់សម្រេច Silver នៅក្នុងខែ January នេះគឺគាត់នឹងទទួលបានកាដូអនុស្សាវរីយ៍កាបូបស្ពាយមួយដែលមាន logo Walton របស់យើងអញ្ចឹងគ្រប់យ៉ាងគឺបងប្អូនជាអ្នកសម្រេចចិត្តតើបងប្អូនពិតជាចង់បានអ្វីនៅក្នុងឆ្នាំ2026នេះហើយបងប្អូនត្រូវតែបដិញ្ញាចិត្តតើបងប្អូនត្រូវធ្វើឲ្យល្អបំផុតត្រូវតែផ្ដល់ commit ត្រូវតែធ្វើការខ្លាំង 100% ឬក៏បងប្អូននៅតែថ្នមធ្វើល្មមថ្នមខ្លួនខ្លាចត្រូវក្តៅខ្លាចត្រូវភ្លៀងខ្លាចហត់ខ្លាចនេះខ្លាចនោះឬក៏បងប្អូនត្រូវតែបដិញ្ញាចិត្ត 100% ទាំងអស់គឺនៅលើបងប្អូនគឺនៅកន្លែងនេះគឺបងប្អូនត្រូវតែបើសិនជាបងប្អូនចង់សម្រេចបានផ្លែផ្កាតាមតែខ្លួនចង់បាននៅក្នុងឆ្នាំ2021បងប្អូនត្រូវតែមាន hunger ត្រូវតែមានការស្រេកឃ្លានភាពជោគជ័យការស្រេកឃ្លាន RP ការស្រេកឃ្លានគោលដៅដែលយើងចង់បានដូចជាខ្លាអញ្ចឹងដូចជាតោដែលនៅក្នុងរូបភាពនេះអញ្ចឹងមនុស្សនៅកន្លែងនេះតូនីរ៉ូប៊ីនគាត់បានលើកបញ្ជាក់ថាភាពខុសគ្នារបស់មនុស្សគឺនៅត្រង់ចំណុចភាពគឺការស្រេកឃ្លាននេះឯងសេចក្តីត្រេកត្រអាលចង់ភាពជោគជ័យនេះឯងខុសគ្នាតែកន្លែងហ្នឹងទេធម្មពលអស្ចារ្យញែកគ្នាចេញពីគ្នាគឺនៅកន្លែងគឺការស្រេកឃ្លាននេះឯងតើគាត់មានកម្រិតជោគជ័យនៅពេលដែលគាត់
ចេញទៅចាប់ចំណីរបស់គាត់ហ្នឹងគឺត្រឹមតែ15%ទេ15%ទេតែគាត់អាចធ្វើបានដោយសារអីដោយសារគាត់ឃ្លានដោយសារតោនឹងគាត់ឃ្លានចំណីអាហារហ្នឹងបាទគាត់ធ្វើបានតែកម្រិតជោគជ័យរបស់គាត់តែ15%ទេតែ15%ទេយើងដូចគ្នាយើងថាកម្រិតជោគជ័យរបស់យើង20-30%ទេយើងណែនាំ100នាក់អាចថា20% 30%ដែលធ្វើជាមួយយើងតែអាភាពស្រេកឃ្លានរបស់យើងឯងធ្វើឲ្យយើងធ្វើឥតឈប់ឈរធ្វើឲ្យយើងអាចស្វែងរកភាពជោគជ័យក្នុងជីវិតបានហើយបងប្អូនកុំរំពឹងភាពឥតខ្ចោះនៅក្នុងអាជីវកម្មជាមួយ Walton ឬក៏ក្រៅ Walton ក្នុងជីវិតនៅកន្លែងណាដោយនៅកន្លែងការងារក៏ដោយនៅធ្វើធុរកិច្ចក៏ដោយធ្វើការងារឲ្យគេក៏ដោយធ្វើការងារឲ្យខ្លួនឯងក៏ដោយបងប្អូនកុំរំពឹងភាពឥតខ្ចោះអត់មានទេយើងតែងតែជួបបញ្ហានៅ Walton ខ្លួនឯងយើងតែងតែជួបនៅបញ្ហាខ្លះអូខេបញ្ហាតាក់ទងជាមួយនៅផ្លូវច្បាប់អនុញ្ញាតសុំមានការ delay មានការពន្យាពេលប៉ះពាល់មានការ delay ច្បាប់ផ្សព្វផ្សាយច្បាប់ផលិតផលពេលខ្លះផលិតផលរបស់យើងវាល្អហើយផលិតផលល្អតែវាអត់គ្រប់គ្រាន់វាមកយឺតហើយបញ្ហាយឺតនោះវាពាក់ព័ន្ធច្រើនពាក់ព័ន្ធ logistics ពាក់ព័ន្ធ production ពាក់ព័ន្ធនឹងអាកាសធាតុពាក់ព័ន្ធនឹងរឿងផ្សេងទៀតច្រើនអញ្ចឹងវាអត់មានអីអត់ចាស់ទេបងប្អូនអូខេបងប្អូនមានបញ្ហាតិចតួចរត់ទៅកន្លែងផ្សេងបាក់កន្លែងផ្សេងក៏មានបញ្ហាដូចអញ្ចឹងដែរបញ្ហាលឺនឹងទៀតអញ្ចឹងយើងកុំរំពឹងភាពល្អឥតចោះពី management ពីក្រុមហ៊ុនឬក៏ពី leader ពី upline ពី downline ឬក៏ស្អីជុំវិញយើងសិតតែល្អឥតចោះមិនអាចទេគឺយើងរស់នៅជាមួយបញ្ហាយើងរស់នៅធ្វើយ៉ាងណាដើម្បីឲ្យយើងដោះស្រាយបញ្ហាបានដើម្បីឲ្យយើងរៀនសូត្រពីបញ្ហាដើម្បីឲ្យយើងឆ្លងផុតបញ្ហាហើយដើម្បីឲ្យយើងកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃតែប៉ុណ្្នឹងទេជីវិតរបស់យើងឥឡូវកាហ្វេតាមពិតទៅមកដល់តាំងពីដើមឆ្នាំអូខេដើមឆ្នាំយើងរំពឹងថ្ងៃមួយអីមកដល់យ៉ាងយូរឥឡូវលើកពេលទៅដល់ថ្ងៃ7ខានស្អែកបានមកដល់វាអញ្ចឹងអូខេយើងមិនអាចរំពឹងភាពរលូនភាពល្អឥតចោះគ្រប់យ៉ាងពីមនុស្សជំនាញពីក្រុមហ៊ុនពីដំណើរការธุរកិច្ចរបស់យើងទេយើងត្រូវតែត្រៀមខ្លួនសម្រាប់ភាពរអាក់រអួលភាពមិនល្អភាពមិនល្អឥតចោះនឹងឯងភាពអសកម្មមួយចំនួនការប៉ះទង្គិចនេះមួយចំនួនអានោះគឺជារឿងធម្មតានៅក្នុងជីវិតនៅក្នុងដំណើរការធុរកិច្ចរបស់យើងអញ្ចឹងយើងត្រូវតែ design បរិយាកាសសម្រាប់ធុរកិច្ចរបស់យើងដើម្បីភាពជោគជ័យអញ្ចឹងរឿងសំខាន់បងប្អូនត្រូវតែដាក់ខ្លួនជាមួយនឹងមនុស្សដែលត្រឹមត្រូវធ្វើការជាមួយនឹងមនុស្សដែលត្រឹមត្រូវដើម្បីភាពជោគជ័យត្រូវនៅជាមួយមនុស្សដែលមានក្តីសម័យដែលមានការស្រេកឃ្លានភាពជោគជ័យក្នុងជីវិតរបស់ពួកគេកុំនៅជាមួយមនុស្សខ្ជិលកុំនៅជាមួយមនុស្សដែលអសកម្មកុំនៅជាមួយមនុស្សដែលមានក្តីសម័យកុំនៅជាមួយមនុស្សដែលមិនស្រេកឃ្លានភាពជោគជ័យមានតែមនុស្សស្រេកឃ្លានភាពជោគជ័យទេដែលអាចបង្កើតភាពជោគជ័យឲ្យខ្លួនឯងបានហើយយើងមានតែនៅជាមួយក្រុមមនុស្សប្រភេទនោះទេដែលយើងអាចវិវត្តខ្លួនទៅជាមនុស្សជោគជ័យដូចពួកគេបានអញ្ចឹងបងប្អូនម្ដងទៀតបងប្អូនត្រូវតែផ្ដល់ commitment 100% ដើម្បីខ្លាយទៅជា silver ក្នុងខែ1និងបង្កើត silver ដៃគូ silver ឲ្យបានច្រើននៅក្នុងខែ1ម្ដងទៀតហើយបងប្អូនត្រូវតែផ្ដល់ commitment 100% ម្ដងទៀតដើម្បីខ្លាយខ្លួនជា goal នៅក្នុងខែកុម្ភៈរហូតដល់ខែមិថុនាខែ6ហើយត្រូវជួយដៃគូឲ្យបានច្រើនឲ្យបានឡើង goal ដូចគ្នាមានតែការបដិញ្ញាចិត្តនិងសកម្មភាពប៉ុណ្ណោះដែលនឹងកំណត់លទ្ធផលរបស់យើងនៅឆ្នាំ2026ទាំងអស់គឺអាស្រ័យទៅលើសកម្មភាពរបស់បងប្អូនត្រូវតែវិនិយោគពេលវេលាកិច្ចខិតខំប្រឹងប្រែងនិងលុយកាក់ដើម្បីសម្រេចក្តីសម័យរបស់បងប្អូនហើយមួយវិញទៀតបងប្អូនត្រូវតែបន្តរៀនសូត្រចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលចូលរួមគ្រប់វគ្គtraining special training Zoom training leadership training business training product training ហើយបងប្អូនត្រូវតែចែករំលែកនៅចំណេះដឹងហើយក៏បងប្អូនត្រូវតែបង្កើតកម្មវិធីបណ្ដុះបណ្ដាលកម្មវិធីផ្សេងជាមួយនឹងដៃគូផងដែរហើយរឿងសំខាន់មួយទៀតបងប្អូន
ត្រូវតែបន្តដំណើរទៅមុខជានិច្ចដោយមានជំនឿ 100% ជាមួយនឹងក្រុមហ៊ុន Walton អន្តរជាតិកម្ពុជាមានជំនឿ 100% ជាមួយនឹងធុរកិច្ច Netcommerce របស់យើងដាច់ខាតបងប្អូនមិនត្រូវរាថយហើយដាច់ខាតមិនត្រូវបោះបង់ពាក់កណ្ដាលទីនោះឡើយហើយភាពជោគជ័យនោះភាពជោគជ័យនៅ Walton គឺត្រូវបានរកឃើញនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់បងប្អូនអញ្ចឹងយប់នេះយើងសូមឲ្យយើងគិតឲ្យខ្លាំងអូខេ think strong be strong ធ្វើឲ្យខ្លាំងហើយយើងបញ្ចប់ឆ្នាំ2026ដោយភាពខ្លាំងនិងភាពជោគជ័យធំធេងជាមួយគ្នាសូមអរគុណ